នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនក្រសួងការបរទេសជប៉ុនបានឲ្យដឹងថាការធ្វើឲ្យប្រសើរឡើងវិញនៅទំនាក់ទំនងរវាងកម្ពុជានិងថៃគឺជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់ទាំងមូលរដ្ឋាភិបាលជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពវិវត្តរវាងប្រទេសទាំងពីរជាមួយការព្រួយបារម្ភហើយនឹងប្រឆាំងនឹងរាល់សកម្មភាពទាំងឡាយណាដែលបង្កើនជម្លោះខ្ញុំកណ្ដាថ្មសូមនមស្ការនិងចម្រើនពរចំពោះគុណចាប់បងប្អូនទាំងអស់អង្គទាំងអស់គ្នាដែលជាជនរួមចិត្តកម្ពុជាជាទីគោរពជាទីស្រឡាញ់រាប់អានទាំងក្នុងនិងក្រៅប្រទេសផងដែរជាពិសេសគឺគុណចាប់បងប្អូនដែលជាអ្នកនិយមតាមដានខាងផ្នែកព័ត៌មានជាពិសេសគឺព័ត៌មានតាក់ទងទៅនឹងប្រទេសជាតិរបស់យើងផ្ទាល់តែម្ដងហើយបច្ចុប្បន្នក៏ដូចជាឥឡូវនេះគឺពូអាចោស៊ីមវាកំពុងតែធ្វើការវាយប្រហារមកលើប្រទេសកម្ពុជាយើងអត់ឈប់អត់ឈរទេគឺវាបានបាញ់ប្រហារមកលើប្រទេសកម្ពុជាក៏ដូចជាបណ្ដាលឲ្យប្រជាពលរដ្ឋខ្មែររបស់យើងត្រូវបានជំលះចេញពីទីកន្លែងភូមិឋានរបស់ខ្លួនដែលធ្លាប់តែរស់នៅសុខសាន្តត្រូវបានជំលះមកជួបជុំគ្នារស់នៅកន្លែងតែមួយជាមួយគ្នាពីគ្រប់មជ្ឈដ្ឋានទាំងអស់គឺនៅតាមបណ្ដោយព្រំដែននឹងតែម្ដងដើម្បីមករកទីកន្លែងដែលមានសុវត្ថិភាពគុណចាស់បងប្អូននឹងហើយនៅក្នុងវីដេអូមួយនេះគឺខ្ញុំកណ្ដាលអាត្មាមានអត្ថន័យនៃការចុះផ្សាយព័ត៌មានក៏ដូចជាកាសែតថ្មីមួយទៀតហើយគឺដូចខ្ញុំកណ្ដាលអាត្មាដាក់នៅលើ slide ធំនេះថាជប៉ុនមិនទុកយូរក៏ចូលរួមគិតគូររឿងកម្ពុជានិងថៃដែរអញ្ចឹងគឺជប៉ុនចូលរួមគិតគូរបានន័យថាគាត់ចេញនៅសារចេញនៅលិខិតមួយដើម្បីឲ្យកម្ពុជានិងថៃព្យាយាមសម្របសម្រួលគ្នាក៏ដូចជាផ្សះផ្សាគ្នាធ្វើម៉េចឲ្យមានការវិលត្រឡប់ទៅរកភាពដើមវិញហ្នឹងហើយអញ្ចឹងយើងនឹងទៅដឹងអត្ថន័យជាមួយគ្នាបន្តិចទៀតនេះប៉ុន្តែមុននឹងចូលទៅដល់អត្ថន័យកាសែតពិស្ដាសូមគុណចាំបងប្អូនកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលអាត្មាម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូថ្មីជាបន្តទៀតអូខេកុំឲ្យខាត់ពេលយូរយើងទៅអត្ថន័យនៅក្នុងកាសែតទាំងអស់គ្នាអញ្ចឹងគឺចុះផ្សាយដោយកាសែត Fresh News នៅថ្ងៃច័ន្ទទី8ខែធ្នូឆ្នាំ2025វេលាម៉ោង 5:05 នាទីល្ងាចនេះតែម្ដងគុណចាំបងប្អូនហ្នឹងហើយអញ្ចឹងគឺគេដាក់ចំណងជើងធំថាជប៉ុនបង្ហាញការព្រួយបារម្ភនិងជំរុញឲ្យកម្ពុជានិងថៃដោះស្រាយជម្លោះដោយសន្តិវិធីផ្សាយចេញពីទីក្រុងតូក្យូរដ្ឋាភិបាលជប៉ុននៅថ្ងៃច័ន្ទទី8ខែធ្នូបានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងជុំវិញស្ថានភាពជាទីដែលភាពតានតឹងរវាងកម្ពុជានិងថៃកំពុងកើនឡើងសារជាថ្មីបន្ទាប់ពីការផ្ទុះអាវុធជាបន្តបន្ទាប់ទោះបីជាសេចក្តីថ្លែងការណ៍រួមស្តីពីចំនួនព្រំដែនដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាក៏ដោយនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនក្រសួងការបរទេសជប៉ុនបានឲ្យដឹងថាការធ្វើឲ្យប្រសើរឡើងវិញនៅទំនាក់ទំនងរវាងកម្ពុជានិងថៃគឺជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់ទាំងមូលរដ្ឋាភិបាលជប៉ុនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់អំពីស្ថានភាពវិវត្តរវាងប្រទេសទាំងពីរជាមួយការព្រួយបារម្ភហើយនឹងប្រឆាំងនឹងរាល់សកម្មភាពទាំងឡាយណាដែលបង្កើនជម្លោះអញ្ចឹងគឺខាងរដ្ឋាភិបាលរបស់ជប៉ុនក៏ដូចជាក្រសួងការបរទេសរបស់ជប៉ុនគាត់បានប្រកាសចេញសេចក្តីប្រកាសក៏ដូចជាចេញនៅសារមួយដើម្បីឲ្យប្រទេសកម្ពុជាក៏ដូចជាប្រទេសពូអាចោថោកទាបអាចោសៀមនឹងផ្សះផ្សាគ្នាធ្វើម៉េចឲ្យមានទំនាក់ទំនងទៅរកសភាពដើមវិញគឺជារឿងដែលចាំបាច់ដែលមិនអាចខ្វះបានណាគុណចាស់បងប្អូនប៉ុន្តែពូអាចោទាំងអស់នឹងវាអត់ព្រមផ្សះផ្សាវាអត់ព្រមចរចាជាមួយនឹងខាងកម្ពុជាយ៉ាងទេផ្ទុយទៅវិញវាមានតែធ្វើទុកបុកម្នេញក៏ដូចជារោរឿង
một lờiประเทศកម្ពុជារបស់យើងក៏ដូចជាបាញ់បើកនៅការវាយប្រហារមកលើកម្ពុជារបស់យើងផងដែរអូខេតោះអញ្ចឹងយើងបន្តមកទៀតជប៉ុនជាថ្មីម្ដងទៀតថាជំរុញឲ្យប្រទេសទាំងពីរអនុវត្តតាមកិច្ចព្រមព្រៀងបទជបាញ់អត់ធ្មត់ជាអតិបរមានិងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈកិច្ចសន្ទនាអនុលោមតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកាលពីថ្ងៃទី26ខែតុលាជប៉ុននឹងបន្តប្រឹងប្រែងក្រោមកិច្ចសម្របសម្រួលជាមួយបណ្ដាប្រទេសពាក់ព័ន្ធក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដែលជាប្រធានអាស៊ានដើម្បីលើកកម្ពស់ការបន្ធូរបន្ថយស្ថានភាពអញ្ចឹងគឺជប៉ុនមិនទុកយូរទេជប៉ុនក៏ចូលរួមឃើញស្ថានភាពនេះវាកើតឡើងជាលើកទី2ហើយក៏ជាស្ថានភាពមួយដែលពីមុនពួកវាបាញ់ទៅលើកងទ័ពក៏ដូចជាកងយោធានៅជួរមុខរបស់យើងណាវាមិនអាចចូលមកដល់ទឹកដីរបស់ខ្មែរយើងបាញ់ប្រជាពលរដ្ឋខ្មែរទេប៉ុន្តែឥឡូវនេះគឺវាបានបាញ់ផ្លោងប្រើអាវុធដែលទំនើបធំហើយរហូតដល់មានប្រជាពលរដ្ឋជនស៊ីវិលហ្នឹងគឺរងរបួសដោយសារតែខាងកម្ពុជារបស់យើងហ្នឹងគឺអត់មានការតបតទៅខាងពួកវាវិញទេប៉ុន្តែនៅពេលដែលវាបើកការវាយប្រហារមកលើកម្ពុជាយើងហើយបណ្ដាញសារព័ត៌មាននៅក្នុងប្រទេសថៃនៅវាព្រួតដៃគ្នាផ្សាយព័ត៌មានមិនពិតផ្សាយនៅព័ត៌មានคล้ายៗថាកម្ពុជាបានបើកការវាយប្រហារទៅលើប្រទេសរបស់ពួកវាមុននេះគឺជាល្បិចកលរបស់ពួកអាជនខិលខូចពួកអាចោកំសាកពួកថោកទាបណាហៅវាអញ្ចឹងទៅកុំឲ្យពិបាកស្ដាប់ពួកវាអត់មានការចរិតកែរឹកកែពីវាទេពួកហ្នឹងអញ្ចឹងមិនដឹងថាមានខាងណានឹងអាចដាក់ទោសពួកអាចោទាំងអស់នឹងឲ្យវាคล้ายទៅជាមនុស្សជាមនានឹងគេវិញបានណាចាំមើលបន្តទៀតអូខេអញ្ចឹងគឺវីដេអូនេះគឺមានតែប៉ុណ្្នឹងឯងគុណចាស់បងប្អូនបើសិនបើពេញចិត្តសូមកុំភ្លេចជួយចុច Subscribe Channel YouTube របស់ខ្ញុំកណ្ដាលថ្មម្នាក់មួយផងហើយកុំភ្លេចចុច Like ចុច Share ចុច Comment នៅពីក្រោមវីដេអូទាំងអស់ទាំងអស់គ្នាបើសិនបើមានការខឹងមានអារម្មណ៍មួយដែលខឹងទៅលើពួកវាខ្លាំងដូចខ្ញុំកណ្ដាលថ្មដែរហ្នឹងហើយអញ្ចឹងគឺខ្ញុំកណ្ដាលថ្មសូមអរគុណនិងអរគុណច្រើនសម្រាប់ការតាមដានតាំងពីដើមរហូតដល់ចប់ហើយខ្ញុំកណ្ដាលថ្មសូមនមស្ការលានិងចម្រើនពរលា